ទស្សនិកជនជាទីគោរពនេតិប្រកាសក៏被ដឹងក្នុងថ្ងៃថ្មីនាពេលនេះសូមជូនពរទស្សនិកជនប្រកបដោយសុខភាពល្អនិងសម្រេចជោគជ័យគ្រប់កិច្ចការតទៅនេះលោកថៃគួនវិញតាក់នៅខេត្តត្រវីងនិងអធិប្បាយនៅពាក្យទំនៀមចាប់ត្រីដៃពីរសូមអញ្ជើញទស្សនិកជនតាមដានដូចតទៅជាបឋមខ្ញុំបាទសូមគោរពដល់ទូរទស្សនិកជនគ្រប់មជ្ឈដ្ឋាននៅក្នុងឱកាសនេះគឺខ្ញុំបាទសូមធ្វើនៅសេចក្តីអធិប្បាយនៅសុភាសិតបុរាណដែលមានប្រធានបទថាចាប់ត្រីដៃពីរអើយតែនរណាហើយដែលមានចិត្តលោភលន់ធ្វើការងារច្រើនមុខនៅពេលតែមួយដោយយល់ថាបើមិនបានមុខនេះគឺបានមុខនោះឬក៏ធ្វើរឿងនេះមួយកន្លែងនេះរឿងនោះមួយកន្លែងផ្សេងទៀតការដែលធ្វើរបៀបនេះស្គាល់ថាមិនមានលទ្ធផលល្អនោះទេហើយមនុស្សម្នាចិត្តឆ្ងាយគេឃើញយើងធ្វើលក្ខណៈជារបៀបយ៉ាងនេះគេថាយើងជាណាកចាប់ត្រីដៃពីរនេះគឺជាពាក្យដែលគេនិយាយចំអកឡកលើយដល់យើងដែលជាណាកប្រព្រឹត្តមានលក្ខណៈបែបនេះសុភាសិតចាប់ត្រីដៃពីរនេះគឺលោកចង់បញ្ជាក់នៃបន្តថាដៃម្ខាងចាប់ត្រីមួយហើយដៃម្ខាងទៀតគេចាប់ត្រីមួយបើដូច្នេះចាប់របៀបនេះគឺថាมันបានពេញកម្លាំងมันបានពូកែទេព្រោះថាត្រីវារស់វាខ្លាចឬវាភ័យវាអាចទទុះវារឿងអំរះអំពីដៃរបស់យើងចាប់វានឹងបើដូច្នោះវាកន្លោះទៅវាហៅថារបូតទូងទឹកបើដូច្នេះយើងដែលចាប់ត្រីឈ្មោះថាវាខកកណ្ដើវាឥតប្រយោជន៍ចំពោះសុភាសិតនេះគឺចំពោះបុគ្គលដែលលោភលន់ហួសប្រមាណគឺធ្វើការងារច្រើនមុខតែនៅពេលតែមួយធ្វើការងារនេះផងធ្វើការងារនោះផងធ្វើរឿងនេះកន្លែងនេះផងធ្វើរឿងនោះកន្លែងផ្សេងចិត្តផងបើដូច្នេះការធ្វើយ៉ាងនេះគឺមិនបានសម្រេចជាលទ្ធផលអ្វីដែរពីព្រោះយើងធ្វើការងារវាច្រើនពេកតែបើសិនជាបានសម្រេចវិញក៏សម្រេចតែមួយមុខណាតែប៉ុណ្ណោះហើយមិនបានសម្រេចទាំងអស់នោះបានឡើយហើយម្យ៉ាងវិញទៀតមនុស្សដែលមានលក្ខណៈរបៀបយ៉ាងនេះធ្វើការងារយ៉ាងនេះគឺជាហេតុមួយនាំអុយចិនទាំងឡាយទាំងពួងគេឃើញហើយគេតកល់ទោសអុយថាជាណាក់លោភលន់ប៉ុនប្រមាណដូចជាបុគ្គលចាប់ត្រីដៃពីរដូចចំណោះឯងសរុបសេចក្តីមកថាគឺយើងម្នាក់ដែលអនុវត្តនៅការងារអ្វីមួយយើងក៏បីធ្វើការងារនោះឲ្យបានសម្រេចឲ្យបានដិតដល់ឲ្យបានមុនពូកែទីបំផុតគឺការងារនោះឲ្យលទ្ធផលឲ្យយើងគឺបានសម្រេចជោគជ័យជាសារវ័នឬបានសម្រេចជាទីពេញចិត្តរបស់យើងមិនត្រូវគឺថាធ្វើការងារក្នុងមួយពេលហ្នឹងគឺការងារ12 13នោះទេហេតុដូច្នេះការធ្វើការងាររបៀបនេះវាចូលទៅក្នុងន័យថាចាប់ត្រីដៃពីរទៅហើយផ្ទុយទៅវិញគឺយើងត្រូវធ្វើការងារមួយហើយយើងទៅឈានទៅធ្វើការងារមួយទៀតទៅពេលបានសម្រេចជោគជ័យដល់ខ្លួនយើងលទ្ធផលទៀតសោតក៏បានពេញលេញបរិបូរណ៍ដោយអាស្រ័យយើងចេះជ្រើសរើសនៅពេលវេលាហើយនៅការងាររបស់យើងធ្វើទៅតាមនោះនឹងទៅបានសម្រេចជោគជ័យដល់ខ្លួនយើងដែលជាអ្នកធ្វើនោះហើយដូច្នេះគឺខ្ញុំបាទសូមអត្ថាធិប្បាយនៅប្រធានបទសុភាសិតបុរាណដែលមានចែងថាចាប់ត្រីដៃពីរក៏សន្មតចប់ដោយសេចក្តីសុខែមតែប៉ុណ្ណេះសូមអំណរគុណនិងអរគុណទស្សនិកជនជាទីស្នេហានេតិប្រកាសក៏被ដឹងក្នុងថ្ងៃថ្មីនាពេលនេះសូមបញ្ចប់តែត្រឹមនេះសូមថ្លែងអំណរគុណទស្សនិកជនដែលបានយកចិត្តទុកដាក់តាមដានយើងខ្ញុំរងចាំការរួមយោបល់កែលម្អពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន
សូមជម្រាបលា